បាទសូមគ្រប់ជ្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែលគឺជាឱកាសមួយដ៏ល្អបងប្អូនចង់មកបង្ហាញមុខម្ហូបដ៏ពិសេសមុខម្ហូបបែបជនបទស្រុកស្រែយើងបងប្អូនមុខនេះគឺជាមុខបាយពេលល្ងាចបងប្អូនព្រលឹមជិតបលប់ហើយបាននេះបងប្អូនកពឹសលីងនេះតែកទេបងប្អូននេះបានត្រីឆ្ពិនអាំងបងប្អូនជ្រលក់ជាមួយនឹងបុកអំបិលម្ទេសខាងនេះគឺជាបុកជ្រក់បងប្អូនជ្រក់បុកលាយត្រប់ចង្កោមឬក៏ត្រប់ញោបុកទើដៃខាងនេះគឺជាបន្លែហៅលក់បងប្អូនលក់ត្រប់មួយមុខនេះគឺស្អំខាងនេះប្រាប់ថ្ងៃមុនថាអីផ្លេចអានេះផ្ទីចាំប្រាប់ពេលក្រោយបងប្អូនឲ្យបងប្អូនឆ្ងល់នេះគេថាដូចដើមអានេះដើមផ្ទីបងប្អូនគឺលក់នេះគឺលក់ជ្រេះអត់មែនថាផ្លេចទេបងប្អូនទូឲ្យបងប្អូនឆ្ងល់ចឹងណាអានេះលក់ជ្រេះយើងសិតតែជាលក់ធម្មជាតិបងប្អូនអត់មានគីមីទេមកពើងទេអានេះផ្ទីបងប្អូនផ្ទីដូងយើងនេះផ្ទីដូងលក់ច្រើនមុខណាស់បងប្អូនតែ2នាក់ទេបងប្អូនប៉ុន្តែអនលក់ធម្មជាតិពេញបងប្អូននេះឆ្ងាញ់នេះបងប្អូនមើលតែមុខអ្នកហូបនេះពេញធ្វើនេះជាមួយចុកអានោះស្អំបងប្អូននោះដែលកំពុងបូតនោះស្អំទៀតនោះជាតិជ្រក់លេបុកជ្រក់យើងកឹបបងប្អូនហើយអត់មានឃើញទៅបានបងប្អូននេះចូលលេងផងកំពុងចុកផងបងប្អូនចាំអត់បានសាច់លក់ធម្មជាតិយើងវាឆ្ងាញ់បងប្អូនជាតិសាហាវដល់ដៃអត់មាននេះផ្ទីបងប្អូនប៉ុន្តែអត់ហូបឆៅទេបងប្អូនគឺស្រស់យើងយកទៅស្រស់វាឲ្យវាឆ្អិនមកល្មមបងប្អូនមកឆ្អិនល្អដែរប៉ុន្តែកុំឲ្យផុយពេកទេណាបងប្អូនបាទហូបឆៅបងប្អូនហើយបុកជ្រក់នេះតាមចំណង់ចំណូលចិត្តបងប្អូនចង់ដាក់ទឹកក៏បានចង់កូកបានតែដោយសារខ្ញុំតែ2នាក់ចេះបុកជ្រក់ប៉ុណ្ណេះនោះដាក់គោល្មមបងប្អូននេះបងប្អូននេះយីណែឆ្ងាញ់ណាស់ញ៉ាំណាស់បងពងតែស្ពិនពងនោះបងពងទៀតតែធម្មជាតិព្រោះបានខ្លួនឯងមកពងតែបងនៅស្ទឹងចិត្តតារបស់ធម្មជាតិបងប្អូនគឺមិនបាច់រោមិនបាច់គាត់ថាបើយើងខ្លាចអាហារនេះគីមីអាហារនោះគីមីអីនេះគាត់មានគីមីទេបងប្អូនធម្មជាតិសុទ្ធសាប់បានដាំផ្ទាល់ដៃបងប្អូនអញមែនជាតិអត់ទេលក់គិតទៅកូនមនុស្សប្រៀបដូចជាកូនស្វាយ៉ាងបងប្អូនកូនមនុស្សប្រៀបដូចកូនស្វាមើលសំបីរលកឈើយកមកហូបអត់សល់ផងនេះមើលនេះចេះឆ្ងាញ់បងប្អូននេះសិតតែត្រួយទេឃើញអត់មានស្លឹកមែនប៉ុន្តែត្រួយខ្ចីគ្រប់ម៉ាក់ជាតិចំណាប់ឲ្យបងប្អូនណាខំដួតពេញធឹងឯនោះ
ជាតិ នេះណែទីណាលឹកជ្រេះខ្លាចបងប្អូនអត់ស្គាល់ជ្រេះឡែជ្រេះដូចដើមចន្ទរៃយើងចឹងដើមច័ន្ទគិរីហ្នឹងបងប្អូនបើតែមេធៀងដូចតែគ្នាទេបើតែខុសតែឈ្មោះថាជ្រេះនឹងដើមច័ន្ទគិរីបងឯងខុសតែបន្តិចទេបងប្អូនបាទវីដេអូខ្ញុំបាទមានអីច្រើនទេបងប្អូនថ្ងៃនេះគឺគ្រាន់តែចង់បង្ហាញពីមុខម្ហូបបែបជនបទស្រុកស្រែសាមញ្ញនោះបងប្អូនបើបងប្អូនស្រឡាញ់នឹងចូលចិត្តនឹងជួយគ្រប់គ្រងខ្ញុំបាទក៏ជួយចុច like share subscribe channel របស់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ